វាជារឿងធម្មតាទេដែលយើងម្នាក់ៗតែងតែមានការបាក់ទឹកចិត្តការហត់នឿយយើងអត់មានការយើងត្រូវការជំរុញទឹកចិត្តប៉ុន្តែសួរថាតើយើងអាចរកការជំរុញទឹកចិត្តឬក៏ការលើកទឹកចិត្តហ្នឹងបានដោយវិធីណាជាទូទៅយើងអាចស្វែងរកការលើកទឹកចិត្តឬក៏ជំរុញទឹកចិត្តហ្នឹងមកពីមនុស្សជុំវិញខ្លួនយើងដូចជាការពិភាក្សាការចែករំលែកជាមួយពួកគាត់នៅអ្វីដែលយើងអត់ស្បែកចិត្តហើយគាត់អាចនឹងផ្ដល់ជាមតិយោបល់មួយចំនួនមកដល់យើងដែលនេះនាងខ្ញុំនឹងហៅវាថាការជំរុញទឹកចិត្តឬក៏ការលើកទឹកចិត្តពីកត្តាខាងក្រៅខ្លួនយើងត្រូវការពិភាក្សាដើម្បីប្រឹក្សាយោបល់ជាមួយមិត្តភ័ក្តិរបស់យើងឬក៏ជាមួយគ្រួសាររបស់យើងដើម្បីធ្វើម៉េចឲ្យយើងមានការលើកទឹកចិត្តឬក៏ការជំរុញទឹកចិត្តឡើងវិញបន្ទាប់ពីយើងកំពុងតែបាក់ទឹកចិត្តប៉ុន្តែនៅពេលដែលយើងត្រូវការពួកគាត់កំពុងតែរំលាយជាមួយនឹងជីវភាពផ្ទាល់ខ្លួនរបស់ពួកគាត់ជាមួយនឹងការងារផ្ទាល់ខ្លួនរបស់ពួកគាត់អញ្ចឹងហើយយើងត្រូវចាំគាត់ប៉ុន្តែឥឡូវហ្នឹងគឺយើងកំពុងតែបាក់ទឹកចិត្តអញ្ចឹងយើងអាចចាំគាត់បានទេអញ្ចឹងហើយយើងត្រូវតែរកមធ្យោបាយធ្វើម៉េចដើម្បីដោះស្រាយបញ្ហាដែលយើងមិនសប្បាយចិត្តហ្នឹងឲ្យបានភ្លាមៗតាមអាចធ្វើទៅបានអញ្ចឹងហើយដើម្បីងាយស្រួលខ្ញុំគិតថាយើងត្រូវតែរៀនរកវិធីសាស្ត្រក្នុងការជំរុញលើកទឹកចិត្តខ្លួនឯងពីខាងក្នុងមកវិញតែខ្ញុំចង់ឲ្យយើងទាំងអស់គ្នាព្យាយាមស្វែងរកការលើកកម្លាំងចិត្តឬក៏ការជំរុញទឹកចិត្តមកពីខាងក្នុងដោយសារយើងមានពេលវេលាគ្រប់គ្រាន់មានន័យថាយើងចំណាយពេលវេលារបស់យើងជាមួយនឹងយើងខ្លួនឯងយ៉ាងហោចណាទោះបីជាថ្ងៃហ្នឹងយើងរវល់បំពេញការងារក៏ដោយប៉ុន្តែខ្ញុំនៅតែគិតថាយើងអាចនឹងសុំច្បាប់ដើម្បីមកមើលថែខ្លួនឯងឬក៏លើកទឹកចិត្តខ្លួនឯងឡើងវិញបានព្រោះថាតើយើងអាចលើកទឹកចិត្តខ្លួនឯងដោយកត្តាខាងក្នុងខ្លួនដោយវិធីណាបើតាមបទពិសោធន៍របស់ខ្ញុំគឺខ្ញុំចូលចិត្តអានសៀវភៅអញ្ចឹងពេលដែលខ្ញុំអានសៀវភៅគឺវាមិនត្រឹមតែជួយរឿងការលើកទឹកចិត្តខ្ញុំតែម្យ៉ាងទេវាធ្វើឲ្យខ្ញុំមានអារម្មណ៍គិតអីបានច្បាស់មានអារម្មណ៍ positive មានអារម្មណ៍វិជ្ជមានចំពោះអ្វីដែលនៅជុំវិញខ្លួនឬក៏ហេតុការណ៍ដែលបានកើតឡើងអញ្ចឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំចង់បន្តដំណើរទៅមុខទៀតហើយខ្ញុំមានអារម្មណ៍ថាមានការជំរុញទឹកចិត្តឬក៏ការលើកទឹកចិត្តឡើងវិញហើយមួយទៀតគឺការហាត់ប្រាណសម្រាប់ខ្ញុំដោយសារខ្ញុំចូលចិត្តការដើរអញ្ចឹងពេលទៅពីការងារគឺខ្ញុំតែងតែចំណាយពេលវេលាក្នុងការដើរនៅសួនអញ្ចឹងទៅពេលដែលខ្ញុំដើរហើយខ្ញុំជិះដើរតែឯងទៀតអញ្ចឹងពេលដែលខ្ញុំដើរនៅសួននៅអីហ្នឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមានអារម្មណ៍ថាខ្ញុំគិតអីបានច្បាស់ខ្ញុំធ្វើការមានប្រសិទ្ធភាពជាងមុនពេលដែលខ្ញុំនៅតែកន្លែងធ្វើការពេញមួយសប្តាហ៍ឬក៏ខ្ញុំនៅតែផ្ទះពេញមួយសប្តាហ៍វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថារាងកាយរបស់ខ្ញុំគឺវាអត់សកម្មហើយវាធ្វើឲ្យខ្ញុំកាន់តែបាក់ទឹកចិត្តឬក៏អត់មានការជំរុញទឹកចិត្តចង់ទៅធ្វើអីថ្មីបន្ថែមទៀតអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងយល់អំពីអ្វីដែលខ្ញុំបានបញ្យល់ហើយវានៅតែជាជំរឿនរបស់អ្នកទាំងអស់គ្នាប៉ុន្តែសូមអ្នកទាំងអស់គ្នាចងចាំថានៅពេលដែលយើងធ្វើអ្វីមួយគឺយើងមិនអាចទៅតែមួយមធ្យោបាយឬក៏មួយផ្លូវបានទេជាឧទាហរណ៍ដូចករណីនេះបើក្នុងករណីអ្នកទាំងអស់គ្នាបានព្យាយាមធ្វើហើយបានព្យាយាមដោះស្រាយហើយបានព្យាយាមស្វែងរកកម្លាំងចិត្តមកពីខាងក្នុងខ្លួនហើយដោយការអានសៀវភៅដោយការហាត់ប្រាណឬក៏ការធ្វើអ្វីដែលអ្នកទាំងអស់គ្នាគិតថាសប្បាយចិត្តអស់ហើយប៉ុន្តែយើងនៅតែមិនអាចដោះស្រាយឬក៏មិនអាចស្វែងរកការលើកទឹកចិត្តពីខាងក្នុងខ្លួនបានខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាកុំទុកវានៅក្នុងខ្លួនហើយព្យាយាមពិភាក្សាជាមួយនឹងអ្នកជំនាញខ្លួនឲ្យបានច្រើនដើម្បីយ៉ាងហោចណាទោះបីជាគាត់មិនអាចផ្ដល់ជាដំបូន្មានឬក៏ផ្ដល់ជាមតិយោបល់បានតែយ៉ាងហោចណាក៏យើងអាចនិយាយចេញទៅឲ្យគាត់ស្ដាប់ហើយយើងបានធូរនៅក្នុងខ្លួនស្រឡះនៅក្នុងខ្លួនអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយអរគុណសម្រាប់ការស្ដាប់អរគុណ